អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនជនរួមជាតិនៅចំណុចខ្លាំងនិងកត្តាអំណោយផលដែលជាក្តីសង្ឃឹមរបស់យើងនៅក្នុងការឈ្មោះទៅដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយយុត្តិធម៌នៅពេលខាងមុខនេះទី1ជំហរការទូតច្បាស់លាស់និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើងតាំងពីជំនាន់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងរហូតមកដល់ជំនាន់ដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺមិនដែលប្រែប្រួលទេនោះគឺការដោះស្រាយបញ្ហាដោយឈរលើយន្តការទូតនិងផ្អែកលើច្បាប់អន្តរជាតិជំរឿននយោបាយការទូតបែបទន់ភ្លន់តែមើងម៉ាត់ត្រូវបានប្រើប្រាស់យ៉ាងសកម្មហើយអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺជំហរការទូតបែបសន្តិសហវិជ្ជមានដើម្បីរួមរស់ជាមួយប្រទេសជិតខាងនិងបណ្ដាប្រទេសទាំងអស់នៅក្នុងពិភពលោកគឺជាជំហរដែលស្របទាំងស្រុងជាមួយនឹងជំហររបស់សហគមន៍អន្តរជាតិទី2ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាមានមូលដ្ឋានច្បាស់លាស់និងរឹងមាំដែលការពារដោយច្បាប់អន្តរជាតិពីព្រោះបាទដូចជាខ្ញុំបានបញ្ជាក់អំបញ្ញមិញហើយព្រំដែនកម្ពុជាថៃគឺជាខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមស្របតាមគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែដែលផ្អែកទៅលើអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផ្អែកលើផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមកនេះគឺជាមូលដ្ឋានរឹងមាំនិងច្បាស់លាស់សម្រាប់ការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីរបស់យើងដែលអាចនិយាយបានថាកម្ពុជាមានប្លង់រឹងដែលការពារដោយច្បាប់អន្តរជាតិដែលគ្មានអ្នកណាអាចបំពានបានឡើយទី3តាមរយៈប្រតិកម្មរបស់បណ្ដាប្រទេសនានាទាំងឡាយរាប់ទាំងបណ្ដាប្រទេសមហាអំណាចនិងអង្គការសហប្រជាជាតិផងគឺពួកគេសុទ្ធតែបានសម្ដែងការគ្រប់គ្រងដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ដើម្បីកសាងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរកម្ពុជាថៃក៏ដូចជាដើម្បីរក្សាសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់ទាំងមូលអាចនិយាយបានថាសហគមន៍អន្តរជាតិឈរនៅជាមួយជំហររបស់កម្ពុជានេះសបញ្ជាក់យ៉ាងច្បាស់ថាជំហរនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំរបស់យើងគឺជាជំហរដ៏ត្រឹមត្រូវនិងទទួលការគាំទ្រពីសហគមន៍អន្តរជាតិទាំងស្រុងទី4កម្លាំងជំរុញដ៏រឹងមាំនិងខ្លាំងក្លាបំផុតដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីកម្ពុជាដែលបានកំពុងផុសត្រដែតឡើងដោយទឹកបាក់ទំនប់នាពេលនេះគឺជាមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើងទាំងក្នុងទាំងក្រៅប្រទេសត្រង់ចំណុចនេះថ្នាក់ដឹកនាំរបស់យើងទាំងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាទាំងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានសម្ដែងមោទនភាពនិងភាពស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះទឹកចិត្តស្នេហាជាតិដ៏ខ្លាំងក្លានិងរឹងមាំបំផុតរបស់ព្រះសង្ឃមន្ត្រីរាជការវីរៈកងទ័ពនិងវីរៈកងកម្លាំងនគរបាលជាតិដ៏អង្អាចក្លាហាននិងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសក្នុងការការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីប្រឆាំងទៅនឹងការបំពានទន្ទ្រានកាន់កាប់ដោយកម្លាំងយោធាថៃនេះពេលនេះគឺជាកម្លាំងចលករសំខាន់និងធំធេងណាស់សម្រាប់ការពារទឹកដីរបស់យើងសរុបមកវិញកត្តាអំណោយផលទាំងឡាយនៅក្នុងការការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីដោយផ្អែកទៅលើការទូតនឹងច្បាប់អន្តរជាតិគឺយើងមាននៅក្នុងដៃអស់ហើយនោះគឺនយោបាយការទូតដ៏ត្រឹមត្រូវនិងសកម្មរបស់រាជរដ្ឋាភិបាលក៏យើងមានឯកសាររឹងមាំដែលការពារដោយច្បាប់អន្តរជាតិដែលជាប្លង់រឹងរបស់កម្ពុជាក៏យើងមានជំហរសហគមន៍អន្តរជាតិដែលឈរនៅជាមួយរាជរដ្ឋាភិបាលកម្ពុជាយើងក៏យើងមានចំណែកឯកម្លាំងមហាសាមគ្គីជាតិឯកភាពដ៏រឹងមាំ
នៃប្រជាពលរដ្ឋយើងផ្ទៃក្នុងជាតិយើងក៏យើងមានដែរនៅខណៈដែលកម្ពុជានិងថៃបានឯកភាពគ្នាប្រើប្រាស់យន្តការដែលមានស្រាប់និងដោយផ្អែកលើច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនដោយមានចែងនៅចំណុចទី3នៃសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025ដូច្នេះផ្លូវដែលយើងកំពុងដើរឆ្ពោះទៅរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជាថៃដោយសន្តិវិធីនិងច្បាប់អន្តរជាតិគឺជាផ្លូវដែលយើងត្រូវមានសុទិដ្ឋិនិយមខ្ពស់បំផុត